បាទគ្រប់ជំរាបសួរបងប្អូនដែលបានទស្សនាវីដេអូនេះហើយជួយចុច Subscribe Channel YouTube ផងហើយជួយឲ្យ Like ឲ្យមេដៃផងបាទនេះជាទស្សនវិជ្ជានៅក្នុងចំការដូងចង់អស់ផ្លែហើយអាដើមខ្លះផ្លែច្រើនខ្លះតិចអាដើមនោះចឹងផ្លែនៅច្រើនបងប្អូនមើលទៅនេះហើយដូងមួយដើមនេះគឺមានតែមួយដើមទេក្នុងចំការវាជាប្រភេទដូងដែលមានសម្បកវាពណ៌លឿងនិយាយទៅទឹកវាមិនសូវជាផ្អែមឆ្ងាញ់អីខ្លាំងណាស់ទេគ្រាន់តែវាមានសម្រស់តាក់ទាញត្រង់វាមានពណ៌លឿងហើយវាសម្បកស្ដើងលឿងស្អាតសម្បកស្ដើងទឹកច្រើនហើយអ្នកខ្លះទៀតគេហៅដូងប្រភេទនេះថាជាដូងមាសបាទដូងមាសគេហៅប្រភេទដូងមាសព្រោះវាមានធាងវាពណ៌លឿងផ្លែវាពណ៌លឿងហើយបងប្អូនកុំភ្លេចបានទស្សនាវីដេអូនេះហើយជួយចុច Subscribe Channel YouTube ផងបាទសូមអរគុណជួយចុច Subscribe Channel YouTube ផងបងប្អូនអាចទស្សនាបាននៅក្នុងចំការដូងបាទសូមអរគុណសូមគោរពលា